ចង់បានលុយសន្សំនៅក្នុងចំនួនណាមួយដើម្បីទៅបើកនៅអាជីវកម្មអីមួយដែលយើងគិតថាយើងចង់បានចង់បើកឬក៏ជាក្តីសម័យរបស់យើងចំណុចទី1គឺយើងនិយាយអំពីការញ៉ាំបាយផ្ទះអ្នកនរនេះខ្ញុំសង្កេតឃើញមិនថាពេលព្រឹកមនុស្សយើងភាគច្រើនគឺងើបអត់ទាន់គេងជ្រុលម៉ោងងើបអត់ទាន់នៅក្នុងការធ្វើម្ហូបយកទៅទទួលទានឬក៏យកទៅធ្វើការញ៉ាំបាយផ្ទះគឺជារឿងសំខាន់វាមិនមែនសំខាន់តែលើតែយើងចំណាយលុយតិចតួចឬក៏យើងសន្សំចៃនៅក្នុងការចំណាយរបស់យើងប្រចាំថ្ងៃទេប៉ុន្តែមានអាចកំបាំងមានចំណុចពិសេសមួយទៀតដែលអ្នកនរនេះភ្លេចគិតខ្ញុំលើកទាំងការញ៉ាំបាយផ្ទះឬក៏យើងហៅថាទទួលទានអាហារពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចពេលខ្លះអ្នកនរនេះអាចធ្វើការនៅឆ្ងាយពីផ្ទះអ្នកនរនេះពិបាកនៅក្នុងការមកញ៉ាំអាហារពេលថ្ងៃនៅផ្ទះណាអញ្ចឹងយើងអាចមានមធ្យោបាយមួយគឺយើងអាចរៀបចំវេចខ្ចប់នៅអាហារពេលថ្ងៃហ្នឹងយកពីផ្ទះទៅអញ្ចឹងមានន័យថាពេលដែលយើងចេញពីធ្វើការងារយើងអាចញ៉ាំឬក៏ទទួលទានអាហារដែលយើងខ្ចប់ពីផ្ទះទៅមួយទៀតបើយើងនិយាយអំពីការញ៉ាំបាយផ្ទះខ្ញុំសូមលើកជាបទពិសោធន៍របស់ខ្ញុំជំរាបជូនទៅដល់អ្នកនរគ្នាដែលកំពុងមើលវីដេអូខ្ញុំកន្លងមកខ្ញុំធ្លាប់ព្រលឹមឡើងខ្ញុំទៅញ៉ាំបាយនៅខាងក្រៅយើងគិតថាក្តៅមានសាច់មាន់ឬក៏សាច់គោឬក៏សាច់ផ្សេងៗទៀតដែលយើងគិតថាយើងអាចទទួលយកបានយើងខ្ជិលញ៉ាំបាយផ្ទះព្រលឹមឡើងខ្ជិលងើបធ្វើអីជាដើមប៉ុន្តែផ្ទុយមកវិញអ្វីដែលខ្ញុំធ្លាប់គិតគឺវាជាចំណែកមួយដែលធ្វើឲ្យប៉ះពាល់ដែរហើយរបស់ខ្ញុំព្រលឹមឡើងហើយនឹងខ្ញុំបូកនឹងកូនខ្ញុំ2នាក់ទៀតនៅពេលដែលខ្ញុំទៅញ៉ាំអាហារពេលព្រឹកនៅខាងក្រៅខ្ញុំចាយក្នុងអាហារពេលព្រឹកទាំង4នាក់ហ្នឹងមិនក្រោម20000រៀលទេហើយបើព្រលឹមឡើងយើងជ្រុលដាក់កាហ្វេអីមួយកែវម្នាក់អីទៀតគឺមានន័យថាចំណាយហ្នឹងគឺចាប់ដើមកាន់តែច្រើនអញ្ចឹងអាចចំណាយតូចព្រលឹមឡើងហ្នឹងយើងអាចនឹងមើលរំលងយើងមើលអត់សូវឃើញហើយយើងក៏មិនសូវបានគិតខ្វាយខ្វល់ពីវាដែរហើយអាធនាគារដៃមានន័យថាយើងប្រើ QR code ហ្នឹងគឺការចាយវាយហ្នឹងគឺលឿនមែនតើតូចប៉ុន្តែកើតជាប្រចាំថ្ងៃកើតជាប្រចាំក្នុងមួយថ្ងៃមិនដឹងកើតប្រហែលដងទេអញ្ចឹងបើសិនជាយើងអត់ប្រយ័ត្នកន្លែងហ្នឹងទេគឺបងប្អូននឹងចាយចំណាយកាន់តែច្រើនមែនតើអានេះជាបទពិសោធន៍បាយព្រឹកដែលខ្ញុំចង់យកមកចែកម្លែកទៅដល់អ្នកនរនេះចុះនៅបាយថ្ងៃត្រង់ប្រសិនបើយើងអត់បានខ្ចប់ពីផ្ទះទៅកន្លែងធ្វើការឬក៏យើងអត់បានត្រឡប់មកញ៉ាំបាយនៅផ្ទះវិញតើបងប្អូនគិតថានឹងចំណាយលុយប្រហែលប្រមាណយ៉ាងតិចបំផុតក៏6000រៀលដែរទៅ7000រៀលហើយបើនៅក្រុងភ្នំពេញអាចលើសពីនឹងផងអញ្ចឹងមានន័យថាបាយថ្ងៃត្រង់មកពេលទៀតគឺបងប្អូនចំណាយទាំងបាយទាំងបូកជាមួយកាហ្វេបូកជាមួយទឹកអីកើតទៀតគឺអត់ក្រោម10000រៀលទេខ្ញុំគិតថាមិនក្រោម10000រៀលទេហើយបើសិនជាអ្នកញ៉ាំកាហ្វេគឺអាចលើសពី10000រៀលចំណុចកន្លែងនេះហើយដែលខ្ញុំគិតថាបងប្អូនគួរតែពិចារណាឡើងមកវិញប្រសិនបើបងប្អូនចង់ឲ្យចំណាយនឹងមានbalanceមានគុណភាពល្អបងប្អូនត្រូវតែពិនិត្យមើលអានតិចហ្នឹងទៅហើយចុះនៅចំណាយពេលល្ងាចទៀតប្រសិនបើពេលល្ងាចយើងគ្រាន់តែត្រឡប់មកដល់ផ្ទះហើយយើងញ៉ាំបាយផ្ទះធម្មតាអញ្ចឹងអាចកាត់បន្ថយចំណាយរបស់យើងបានមកពេលដែរប៉ុន្តែផ្ទុយទៅវិញប្រសិនបើល្ងាចឡើងបងប្អូននៅតែញ៉ាំនៅខាងក្រៅនោះមានន័យថាការចំណាយរបស់យើងកាន់តែច្រើនអានេះគ្រាន់តែនិយាយពីរឿងញ៉ាំបាយតែមួយមុខទេហើយខ្ញុំសូមនិយាយអំពីបទពិសោធន៍ដែលខ្ញុំបានជួបនៅពេលដែលខ្ញុំទៅលក់ផលិតផលរបស់ខ្ញុំនៅពេលដែលខ្ញុំជួបទៅកាន់មនុស្សហើយខ្ញុំតែងតែឲ្យគាត់ជួយទិញនៅផលិតផលរបស់ខ្ញុំថាជួយទិញម្រេចខ្ញុំមួយថង់មានបងប្អូនយើងជាច្រើនគាត់ថាគាត់អត់ដែលធ្វើម្ហូបញ៉ាំបាយទេមិនថាចាស់មិនថាក្មេងមិនថាជំទង់ទេគឺភាគច្រើនហ្មងគឺនៅភ្នំពេញគឺគាត់តែងតែនិយាយថាគាត់អត់ដែលធ្វើម្ហូបខ្លួនឯងទេគាត់ទិញតែគេញ៉ាំស្រាប់ហើយខ្ញុំឮនៅអ្វីដែលគាត់លើកឡើងនេះជាប្រចាំជារឿយហើយខ្ញុំត្រឡប់មកគិតនៅក្នុង case ទី1ដែលខ្ញុំយកមកចែកម្លែកទៅដល់អ្នកនរនេះគឺខ្ញុំគិតថាការញ៉ាំទិញស្រាប់ពីខាងក្រៅយកមកញ៉ាំមិនថាពេលព្រឹកមិនថាពេលថ្ងៃមិនថាពេលល្ងាចចំណុចដែលសំខាន់ទី1នោះគឺធ្វើឲ្យចំណាយរបស់យើងច្រើនខ្ញុំលើកឧទាហរណ៍ថានៅក្នុងគ្រួសារហ្នឹងមានមនុស្ស3នាក់ឪពុកម្ដាយហើយនិងកូនអញ្ចឹងបើសិនជាពេលព្រឹកម្នាក់ចាយ5000អញ្ចឹងមានន័យថាត្រូវចាយអស់15000ពេលថ្ងៃម្នាក់ចាយអស់5000ទៀតមានន័យថាត្រូវចាយអស់15000ទៀតពេលល្ងាចត្រូវចាយអស់ម្នាក់5000ទៀតបងប្អូនគិតមើល5000ដល់ទៅ3ដងក្នុងរយៈពេល1ថ្ងៃបាទ45000បាត់ហើយប្រសិនបើគាត់យក45000ហ្នឹងយកមកទិញម្ហូបយកមកទិញបន្លែត្រីសាច់គាត់អាចមានសិទ្ធិនៅក្នុងការជ្រើសរើសនៅបន្លែត្រីសាច់នៅក្នុងការរើសម្ហូបដែលគាត់ចូលចិត្តហើយយកទៅចម្អិនយកទៅធ្វើដោយខ្លួនឯងខ្ញុំគិតថាវាអាចធ្វើឲ្យគាត់មិនប្រើលុយអស់40000ជាងហ្នឹងទេឬគាត់អាចទិញម្ដងអស់4-50000រៀលប៉ុន្តែគាត់អាចញ៉ាំបាន2-3ពេលមានន័យថាគាត់អាចញ៉ាំបានពេលព្រឹកពេលថ្ងៃហើយពេលល្ងាចហ្នឹងហើយបន្ទាប់មកគាត់អាចសល់បានពេលព្រឹកមកពេលទៀតនេះជាការច្នៃប្រឌិតរបស់យើងទេប្រសិនបើយើងបកែនៅក្នុងការរៀបចំបកែនៅក្នុងការច្នៃហើយនៅពេលដែលយើងទៅទិញបងប្អូនបញ្ជាក់ជូនបន្តិចនៅពេលដែលយើងទៅទិញម្ហូបយើងមានសិទ្ធិនៅក្នុងការរើសនៅបន្លែយើងមានសិទ្ធិនៅក្នុងការរើសនៅបន្លែត្រីសាច់ហ្នឹងគឺដោយខ្លួនយើងអាចមើលឃើញថាមួយណាសមរម្យមួយណាល្អមួយណាមិនល្អប៉ុន្តែនៅពេលដែលយើងទិញគេនៅពេលដែលយើងញ៉ាំស្រាប់ជាចាំបាច់ណាយើងអត់មានសិទ្ធិនៅក្នុងការរើសទេមានន័យថាបន្លែត្រីសាច់ដែលគេរើសយកមកនោះយើងអត់ដឹងថាសាច់ត្រីបន្លែ
ក្នុងប្រភពបែបណាគុណភាពនៅក្នុងកម្រិតណាសភាពវាបែបណាទេបើសិនជាបន្លែអាចបន្លែដែលមានគុណភាពអន់បន្លែដែលស្ទើរតែខូចទៅហើយឬក៏គេលក់រៀងធូរថ្លៃហើយបើសិនជាក្នុងករណីសាច់វិញឧទាហរណ៍ថាសាច់ហ្នឹងជាសាច់ដែលមិនល្អសាច់ដែលក្លាសេអីជាដើមអញ្ចឹងមានន័យថាវាធ្វើឲ្យបងប្អូនទី1ចំណាយច្រើនទី2វាធ្វើឲ្យយើងប្រឈមជាមួយទៅនឹងបញ្ហាសុខភាពព្រោះខ្ញុំចង់សង្កត់ធ្ងន់កន្លែងហ្នឹងគឺបញ្ហាសុខភាពជាចម្បងបងប្អូនចំណាយ 50000 បងប្អូនអាចញ៉ាំបាន3ពេលហើយទាំងអស់គ្នាបើអាចបកកែច្នៃអាចសល់ពេលព្រឹកមួយពេលទៀតសម្រាប់អ្នកដែលមានសមាជិក3នាក់ឬក៏គ្រួសារខ្ញុំដែរបើគ្រួសារខ្ញុំមាន4នាក់កូនខ្ញុំ2នាក់ខ្ញុំនិងភរិយារបស់ខ្ញុំអាចចាយខ្ទង់ប្រហែលជា 30000 រៀលទេតែខ្ញុំអាចញ៉ាំបានមួយថ្ងៃឬក៏ខ្ញុំអាចចាយលើសនឹងទេអាចដល់ 40000 ឬក៏ច្រើនបំផុតដល់ 50000 ប៉ុន្តែបើសិនជា 50000 ខ្ញុំអាចញ៉ាំបានដល់ទៅ2ថ្ងៃអញ្ចឹងមានន័យថាខ្ញុំអាចច្នៃហើយការជ្រើសរើសការទិញត្រីបន្លែត្រីសាច់នេះគឺខ្ញុំមានសិទ្ធិនៅក្នុងការជ្រើសរើសខ្ញុំអាចមើលឃើញអំពីលទ្ធភាពឬក៏អំពីភាពជាក់ស្ដែងនៃបន្លែត្រីសាច់ទាំងអស់ហ្នឹងអ្វីដែលខ្ញុំចង់លើកបន្ថែមកន្លែងហ្នឹងគាត់ថាគាត់អត់មានពេលគ្រប់គ្រាន់ទេភាគច្រើននៅពេលដែលខ្ញុំជួបពួកគាត់តែងតែប្រាប់ខ្ញុំថាពួកគាត់អត់មានពេលធ្វើម្ហូបទេគាត់អត់ដែរធ្វើម្ហូបខ្លួនឯងទេគាត់ទិញតែគេស្រាប់ញ៉ាំប្រសិនបើក្នុងករណីរបរអាជីវកម្មមុខរបររបស់គាត់នឹងរវល់ខ្លាំងធ្វើឲ្យគាត់រហូតពេលទំនេរអត់បាននៅក្នុងការធ្វើម្ហូបខ្លួនឯងខ្ញុំគិតថានេះគឺជារឿងមួយដែលយើងមិនអាចបន្ទោសគាត់ទេដោយសារតែរបរនៅក្នុងការរកស៊ីរបស់គាត់រវល់លក់ដូរអីចឹងទៅអាចមួយទៀតវាជាទម្លាប់នៅពេលដែលយើងគិតថារវល់ហ្នឹងវាផ្សំហើយប៉ុន្តែវាខ្ជិលនឹងផងទិញគេស្រាប់ទៅគឺរួចខ្លួនបើសិនជាគាត់រវល់វាអត់ជាបញ្ហាទេប៉ុន្តែខ្លាចគាត់យកភាពរវល់នោះមកអមជាមួយទៅនឹងភាពខ្ជិលរបស់គាត់ប៉ុន្តែបើសិនជាគាត់ធ្វើម្ហូបខ្លួនឯងខ្ញុំគិតថាវាអញ្ចប់វាពិបាកបន្តិចមែនប៉ុន្តែបងប្អូនអាចជ្រើសរើសនៅក្នុងការធ្វើម្ហូបខ្លួនឯងដោយទៅផ្សារក្នុងមួយសប្តាហ៍យើងអាចទៅផ្សារ2ថ្ងៃទៅយើងមិនចាំបាច់ទៅរាល់ថ្ងៃក៏បានដែរការញ៉ាំបាយផ្ទះទី1សន្សំលុយហើយទី2គឺធ្វើឲ្យសុខភាពយើងល្អហើយទី3វាធ្វើឲ្យសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់យើងនឹងគឺអាចនឹងមានភាពស្និទ្ធស្នាលគ្នាកាន់តែប្រសើរពីព្រោះយើងបានញ៉ាំបាយជុំគ្នាបានធ្វើម្ហូបជុំគ្នាហ្នឹងទៅចំណុចទី2ការហាត់ប្រាណនៅផ្ទះខ្ញុំឃើញមានបងប្អូនយើងជាច្រើនតែងតែទៅហាត់ប្រាណនៅក្លឹបហើយត្រូវបង់លុយទៅឲ្យក្លឹបជាប្រចាំមែនតើវាជារឿងល្អប្រសើរពីព្រោះនៅពេលដែលយើងទៅហាត់ប្រាណនៅក្លឹបមានន័យថាក្លឹបហាត់ប្រាណគេមានសម្ភារៈមាន material ហ្នឹងគឺគ្រប់គ្រាន់អញ្ចឹង that's why that you go to club មានន័យថាជាហេតុផលដែលយើងត្រូវទៅក្លឹបដើម្បីហាត់ប្រាណនៅក្លឹបចំណុចដែលខ្ញុំចង់លើកមកប្រសិនបើវាមិនចាំបាច់បងប្អូនអាចច្នៃប្រឌិតកន្លែងហាត់ប្រាណនៅផ្ទះយើងដូចជាអ្នកដែលគាត់ទៅ gym គាត់អាចច្នៃនៅឧបករណ៍ឬក៏គាត់អាចទិញនៅឧបករណ៍មួយចំនួនយកមកហាត់ប្រាណនៅផ្ទះក៏ជាផ្នែកមួយដែលគាត់អាចសន្សំសំចៃដែរឬក៏គាត់អាចទៅក្លឹបនឹងក្នុងម្ដងមួយកាលមួយសប្តាហ៍គាត់ទៅម្ដងអញ្ចឹងទៅប្រសិនបើគាត់ចង់លេងផ្នែកណាមួយដែលគាត់អត់មានឧបករណ៍នឹងនៅផ្ទះគាត់អាចទៅក្លឹបទៅប៉ុន្តែប្រសិនបើថ្ងៃហ្នឹងគាត់មាន schedule ថាគាត់លេងនៅផ្ទះព្រោះគាត់ចង់លេងកន្លែងណាមួយដែលគាត់គិតថាគាត់មានឧបករណ៍នៅផ្ទះដែរអញ្ចឹងគាត់អាចនៅផ្ទះទៅគឺកាត់បន្ថយចំណាយរបស់គាត់ខ្ញុំនិយាយនេះគឺក្នុងករណីបើចាំបាច់ទេបងប្អូនប្រសិនបើយើងផេលុយជាប្រចាំមានន័យថាយើងមិនទៅគឺយើងខាតវិញប៉ុន្តែឧទាហរណ៍ថាយើងអត់ផេជាប្រចាំទេពីព្រោះយើងគិតថាយើងនៅក្នុងកម្រិតមួយដែលយើងគិតថាយើងអាចហាត់នៅផ្ទះខ្លួនឯងបានខ្លះយើងអាចទៅហាត់នៅ gym ខ្លះនៅ club ខ្លះអញ្ចឹងមានន័យថាយើងនៅផ្ទះហ្នឹងគឺធម្មតាទេអ្នកហាត់ប្រាណបើទៅលេងរាល់ថ្ងៃក្នុងករណីយើងលេងស្រាលល្មមប៉ុន្តែបើសិនជាយើងលេងធ្ងន់បើនៅក្នុងច្បាប់នៃការហាត់ប្រាណគេឲ្យយើងសម្រាកឧទាហរណ៍ថាបើយើងលេងជាប់2ថ្ងៃគេឲ្យយើងសម្រាកមួយថ្ងៃអញ្ចឹងទៅយើងលេងធ្ងន់ថ្ងៃណាមួយគេអាចឲ្យយើងសម្រាកដល់ទៅ48ម៉ោងឬក៏72ម៉ោងអញ្ចឹងទៅបើយើងអត់សម្រាកទេមានន័យថាវាអាចប៉ះពាល់ដល់សុខភាពសាច់ដុំរបស់យើងអញ្ចឹងទៅអានេះគ្រាន់តែជាអ្វីដែលខ្ញុំបានយល់មួយផ្នែកទេប៉ុន្តែបើសិនជាយើងលេងស្រាលទេនៅក្នុងលក្ខខណ្ឌណាមួយដែលអត់ប៉ះពាល់ដល់សាច់ដុំធ្ងន់ធ្ងរអញ្ចឹងមានន័យថាយើងអាចទៅលេងរាល់ថ្ងៃបានត្រឡប់មកវិញបើសិនជាក្នុងករណីថ្ងៃណាដែលអ្នកនរនេះគិតថាអត់ត្រូវលេងឧបករណ៍ណាមួយនៅកន្លែង gym ទេនៅកន្លែង club ទេហើយនៅលេងនៅផ្ទះហើយនៅផ្ទះហ្នឹងមានឧបករណ៍ដែលយើងត្រូវលេងថ្ងៃហ្នឹងគឺមានន័យថាយើងអាចនៅផ្ទះបានគ្រាន់តែថាវាជាផ្នែកមួយដែលយើងគិតថាយើងអាចសន្សំចៃជាមួយទៅនឹងចំណាយរបស់យើងបានប្រសិនបើអ្នកនរនេះអាចច្នៃប្រឌិតឬក៏ទិញនៅឧបករណ៍ដែលយើងត្រូវហាត់នឹងបានមកផ្ទះខ្លួនឯងមួយផ្នែកធំទៀតនៅក្នុងជំហានណាមួយដែលយើងអាចធ្វើទៅបាននោះមានន័យថាយើងអត់ចំណាយលុយទៅកាន់ក្លឹបឬក៏ចំណាយលុយទៅបង់ក្លឹបជាប្រចាំខែឬក៏ប្រចាំថ្ងៃដែលយើងត្រូវទៅលេងហ្នឹងទេព្រោះជីវិតជាអ្នកហាត់ប្រាណត្រូវហាត់ជារៀងរាល់ថ្ងៃហាត់រហូតហាត់មកជីវិតព្រោះវាមិនមែនត្រឹមតែជាផ្នែកមួយដែលធ្វើឲ្យយើងមានសុខភាពល្អមានរាងកាយសម្បទាមាំមួនទេប៉ុន្តែការហាត់ប្រាណវាអាចនឹងคล้ายទៅជា entertain មួយមានន័យថាទៅជាការកំសាន្តសប្បាយមួយដែលនៅពេលដែលយើងជាអ្នកហាត់ប្រាណគឺយើងនៅតែចង់ទៅជាប្រចាំឬក៏ចង់ហាត់ជាប្រចាំបើសិនជាអត់បានហាត់មានន័យថាវាទៅជារឿងមួយដែលអបសុខសម្រាប់យើងជាអ្នកហាត់ប្រាណអានេះជាអ្វីដែលខ្ញុំបានយល់ខ្លះហើយដូចជាឧទាហរណ៍បទពិសោធន៍របស់ខ្ញុំធ្លាប់អានសៀវភៅអញ្ចឹងបើសិនជាខ្ញុំអត់បានអានសៀវភៅខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាអត់សប្បាយចិត្តហើយនៅពេល
ពេលដែលត្រឡប់អានសភៅទៅជក់ប៉ុន្តែតាហ៊ានត្រឡប់ឈប់អានសភៅវិញគឺអាជីលពីការអានវិញគឺមានន័យថាខ្ជិលវិញហើយបើសិនជាចំណុចទី2នេះពាក់ព័ន្ធមួយហាត់ប្រាណនេះបើជាចាំបាច់បងប្អូនគិតថាអាចលេងនៅផ្ទះបានអានោះមានន័យថាបងប្អូននឹងកាត់បន្ថយចំណាយប៉ុន្តែបើសិនជាគិតថាវាមិនអីទេបងប្អូនអាចបន្តនៅក្នុងការទៅក្លឹបឬក៏ទៅហាត់នៅក្លឹបទៅអត់អីទេអានេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំនឹកឃើញហើយខ្ញុំលើកយកមកជជែកជាមួយបងប្អូនអស់នេះហើយក៏ជាផ្នែកមួយដែលធ្វើឲ្យយើងអាចសន្សំចៃនៅចំណាយរបស់យើងដែរចំណុចទី3និយាយពីការឆុងកាហ្វេខ្លួនឯងមែនតើខ្ញុំញ៉ាំកាហ្វេខ្លួនឯងនឹងគឺបានតិចតួចបំផុតភាគច្រើនគឺខ្ញុំទៅញ៉ាំកាហ្វេខាងក្រៅញ៉ាំកាហ្វេខាងក្រៅបងប្អូននៅខាងខ្ញុំនេះកាហ្វេឆ្ងាញ់ឆុងម៉ាស៊ីនតម្លៃជាទូទៅនៅពេលដែលខ្ញុំអាចញ៉ាំពេលរសៀលគឺខ្ញុំញ៉ាំ Ice Latte មួយកែវគឺ4500រៀលហើយបើសិនជាកាហ្វេធម្មតាគឺ3500នៅនេះតើតើមួយការឆុងកាហ្វេខ្លួនឯងក៏ជាផ្នែកមួយដែលធ្វើឲ្យយើងកាត់បន្ថយចំណាយដែរហើយអ្នកនរនេះអាចមាន material មួយចំនួននៅក្នុងការឆុងកាហ្វេខ្លួនឯងហ្នឹងប្រសិនបើយើងមាន material មួយចំនួនដែលសម្រាប់ប្រើប្រាស់ហ្នឹងសម្រាប់កិនកាហ្វេអីហ្នឹងមានន័យថាកាន់តែប្រសើរហើយធ្វើត្បិតតែយើងចំណាយទៅទិញអានោះមួយចំនួនមែនប៉ុន្តែធ្វើឲ្យយើងមិនចំណាយជាប្រចាំនៅក្នុងការទៅទិញកាហ្វេគេបន្តទៀតហើយដូចអ្នកនៅភ្នំពេញអញ្ចឹងកាហ្វេមួយកែវទាបបំផុតក៏6000ឬក៏អាចដល់ទៅ$2ហើយបើសិនជាយើងចូល branding កាហ្វេទៀតមានន័យថាកាហ្វេ brand ហ្នឹងគឺមិនក្រោមពី$2ជាងប្រហែលទៅ$3ឬក៏ជាង10000រៀលទេអញ្ចឹងបងប្អូនគិតមើល10000រៀលក្នុងមួយកែវហើយបងប្អូនញ៉ាំជាប្រចាំរាល់ថ្ងៃបងប្អូនគិតមួយខែមើលបាទមួយខែ300,000បាទហើយបាទហ្នឹងខ្ញុំនិយាយថា10000គត់ផងបើញ៉ាំកាហ្វេនៅ brand គេល្អហ្នឹងគឺជាង10000ជិត15000 6អញ្ចឹងទៅការឆុងកាហ្វេខ្លួនឯងក៏ជាផ្នែកមួយដែលធ្វើឲ្យបងប្អូនកាត់បន្ថយចំណាយដែរប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំចង់និយាយថាបើសិនជាចាំបាច់មិនមែនមានន័យថារាល់ case ដែលខ្ញុំនិយាយនេះគឺបងប្អូនត្រូវតែអត្តនោម័តថាត្រូវតែធ្វើម្ហូបដោយខ្លួនឯងកុំញ៉ាំនៅខាងក្រៅត្រូវតែបាយផ្ទះត្រូវតែហាត់ប្រាណនៅផ្ទះត្រូវតែឆុងកាហ្វេខ្លួនឯងគ្រប់ពេលវេលានោះវាមិនអញ្ចឹងទេអាន័យរបស់ខ្ញុំនេះគឺ flexible ទេប៉ុន្តែគ្រាន់តែថាប្រសិនបើបងប្អូនធ្វើវាបានកាន់តែច្រើនមានន័យថាខុសដែលយើងចំណាយជាប្រចាំខែរបស់យើងជាទម្លាប់មុននោះវានឹងត្រូវបានកែប្រែហើយការចំណាយរបស់បងប្អូននឹងថយចុះកាលណាការចំណាយប្រចាំខែនឹងថយចុះប្រាក់ខែដែលបងប្អូនមាននៅក្នុងកង់នឹងសល់ហើយក្រហមអត់សូវចេញទេនៅតែសល់ច្រើនអញ្ចឹងបងប្អូនអាចយកលុយសល់យកលុយសន្សំដែលបងប្អូនមានផែនការក្នុងការធ្វើអីមួយនឹងយកទៅទិញអីមួយយកទៅបើកអាជីវកម្មយកទៅទិញ computer យកមកធ្វើការងារនៅលើអ៊ីនធឺណិតដើម្បីរកចំណូលបន្ថែមយកទៅទិញកាមេរ៉ាដើម្បីអីគេដើម្បីយកមកថតប្រដាប់ថតអីផ្សេងៗដើម្បីរកស៊ីនៅលើអ៊ីនធឺណិតអានេះគឺជាអ្វីដែលខ្ញុំឆ្កឹះមកនេះគ្រាន់តែចង់ឲ្យបងប្អូនកុំឲ្យមើលរំលងនៅអាសកម្មភាពប្រចាំថ្ងៃរបស់យើងដែលយើងចំណាយជាប្រចាំហ្នឹងវាធ្វើឲ្យយើងភ្លេចខ្លួននៅពេលដែលយើងបានត្រឡប់មកវិញឬក៏នៅពេលដែលខ្ញុំបានគេហៅកោះរំលើងកន្លែងហ្នឹងមកវិញដូចនាំគ្នាគិតសារឡើងវិញថាអូចំណាយទាំងអស់ហ្នឹងគឺជាចំណាយតូចប៉ុន្តែយើងភ្លេចមើលហើយវាជាចំណាយច្រើនតូចមែនតែច្រើនកើតជារៀងរាល់ថ្ងៃជាប្រចាំថ្ងៃហើយចុងក្រោយវានឹងបូកចូលគ្នាទៅគឺជាចំណាយដ៏ធំមួយចំណុចទី3ប្រសិនបើបងប្អូនអាចធ្វើបានព្យាយាមឆុងកាហ្វេខ្លួនឯងនៅផ្ទះនៅ office ខ្លួនឯងបានជារឿងប្រសើរហើយមធ្យោបាយនៅក្នុងការកែច្នៃដើម្បីអាចឆុងកាហ្វេខ្លួនឯងបែបណាដើម្បីកាត់បន្ថយចំណាយដើម្បីមានភាពងាយស្រួលបងប្អូនអាចពិចារណាដោយខ្លួនឯងចំណុចទី4ខ្ញុំនិយាយអំពីការបោកសម្លៀកបំពាក់ដោយខ្លួនឯងខ្ញុំសម័យកាលពីមុន COVID ខ្ញុំតែងតែជិះឡាននៅក្នុងឡានរបស់ខ្ញុំហ្នឹងគឺដូចផ្ទះខ្ញុំបងប្អូនមានឆ្នាំងអ៊ុតមានខោអាវមានសម្ភារៈប្រើប្រាស់សពបែបយ៉ាងអញ្ចឹងនៅពេលដែលលាងឡានម្ដងរើអីវ៉ាន់ចេញហ្នឹងខ្មាស់អ្នកលក់ប៉ុន្តែជាជាក់ស្ដែងបងប្អូនគឺខ្ញុំទម្លាប់មួយគឺខោអាវប្រឡាក់យកទៅរុញទៅឲ្យអ្នកបោកហើយចំណាយហ្នឹងវាតិចទេប៉ុន្តែជួនកាលមួយសប្តាហ៍ខ្ញុំបោក3ដងឯងបាទ2ទៅ3ដងហើយក្នុងមួយកញ្ចប់ហ្នឹងពី120,000 ហើយយើងគិតថាវាតូចប៉ុន្តែកាលនោះយើងរវល់ច្រើនដែរហើយយើងក៏មានចំណូលសមរម្យដែរអញ្ចឹងបោកខោអាវពេលវេលាការបោកខោអាវហ្នឹងវាអត់សូវមានទេប៉ុន្តែជាក់ស្ដែងបងប្អូនបើសិនជាបងប្អូនត្រឡប់ទៅផ្ទះខ្លួនឯងវិញយើងមានម៉ាស៊ីនបោកខោអាវហើយម៉ាស៊ីនបោកខោអាវខ្ញុំន័យរបស់ខ្ញុំកន្លែងហ្នឹងគឺមានន័យថាយកទៅដាក់ម៉ាស៊ីនបោកខោអាវខ្លួនឯងនៅផ្ទះជាជាងដែលយើងយកខោអាវរបស់យើងហ្នឹងទៅឲ្យគេបោកគ្រប់ពេលកាលណាបើយើងយកទៅឲ្យគេបោកគ្រប់ពេលមានន័យថាចំណាយរបស់យើងហ្នឹងជាប្រចាំនឹងហើយខ្ញុំលើកឧទាហរណ៍ថាមួយសប្តាហ៍បងប្អូនបោកតែ2ដងក៏មួយដងអស់10000ជាងអញ្ចឹងមានន័យថាវា20000ជាងបាត់ហើយបងប្អូនគុណមើលបើមួយខែមាន4សប្តាហ៍បងប្អូនចាយគ្រាន់តែទៅលើខោអាវវាអស់20000ជាងថា$5ចុះហើយគុណនឹង4ដងក្នុងរយៈពេលមួយខែបើយើងគិតទៅក៏គួរសមដែរ5 6 7 80000បាទហើយអញ្ចឹងចំណាយតិចហ្នឹងគឺយើងគួរតែកុំខ្ជះខ្ជាយហើយគួរតែអាចបើសិនជាឆ្នៃបាននៅក្នុងការផ្លាស់ប្ដូរបានអានេះខ្ញុំគិតថាវាជារឿងល្អការលើកឡើងរបស់ខ្ញុំនេះគ្រាន់តែជាបំណិននៅក្នុងការស្វែងយល់ទាំងអស់គ្នាទេឲ្យបងប្អូនស្វែងយល់បន្ថែមហើយបើអាចធ្វើបានអានេះក៏ជារឿងប្រសើរដែរទី5ខ្ញុំនិយាយអំពីការកាត់ថយនៅក្នុងការប្រើប្រាស់នៅអគ្គិសនីបងប្អូនខ្ញុំមិននៅផ្ទះបងប្អូនទេខ្ញុំគ្រាន់តែយកអារូបភាពនៅផ្ទះខ្ញុំហ្នឹងខ្ញុំគិតថាផ្ទះគេដទៃទៀតមិនសូវជាខុសពីខ្ញុំប្រហែលទេមានន័យថាយើងខ្ជះខ្ជាយ
នៅក្នុងការប្រើប្រាស់នៅអគ្គិសនីជួនកាលយើងបើកភ្លើងចោលហ្នឹងទៅជួនកាលយើងបើកកង្ហាចោលហ្នឹងទៅជួនកាលកង្ហាមួយពីរយើងបើកចោលហើយយើងចេញទៅក្រៅយើងទៅបន្ទប់ទឹកយើងទៅផ្ទះបាយទៅញ៉ាំបាយទៅធ្វើម្ហូបហាកង្ហាហ្នឹងវាបើកចោលនោះទី1វាធ្វើឲ្យគុណភាពកង្ហាហ្នឹងវាឆាប់ខូចវាក្តៅហើយវាឆាប់ខូចហើយបើភ្លើងអំពូលវិញមានន័យថាអំពូលនីមួយៗហ្នឹងគឺមានរយៈពេលម៉ោងនៅពេលដែលវាពេញមកហ្នឹងបងប្អូនប្រកាសជាមើលនៅផ្លាកនឹងកញ្ចប់វាហ្នឹងគឺវាមានប្រមាណពាន់ម៉ោងហ្នឹងទៅដល់ម៉ោងរបស់វាគឺអំពូលហ្នឹងចាប់ដើមក្រហមចាប់ដើមអ៊ីវចាប់ដើមញាក់ចាប់ដើមខូចចាប់ដើមរលត់ហើយអញ្ចឹងនៅពេលដែលយើងបើកវាចោលមានន័យថាទី1វាថយចំនួនម៉ោងរបស់វាទី2វាធ្វើឲ្យស៊ីធម្មពលអគ្គិសនីហើយបងប្អូនត្រូវចាំថាស៊ីក្នុង1វិនាទីប្រមាណក៏ដោយប៉ុន្តែផ្សំគ្នាទៅលុយហ្នឹងគឺវានឹងយកពីបងប្អូនហើយខ្ញុំលើកឧទាហរណ៍ថាអំពូល4 5ហើយយើងចំណាយក្នុងមួយខែហ្នឹងអស់អាពេលខ្ជះខ្ជាយនេះខ្ញុំអត់និយាយអាចំណាយដែលយើងចាំបាច់នឹងក្នុងការប្រើប្រាស់ទេខ្ញុំនិយាយថាការខ្ជះខ្ជាយរបស់យើងនេះឧបមាថាអស់10000រៀលក្នុងមួយខែ10000ក៏ជាលុយរបស់យើងដែរចុះបើសិនជាយើងកុំខ្ជះខ្ជាយកន្លែងហ្នឹងមានន័យថាយើងនឹងសល់10000ហ្នឹងឯងមានន័យថានៅពេលដែលយើងប្រើប្រាស់អគ្គិសនីបើសិនជាយើងប្រើនៅក្នុងផ្ទះរបស់យើងហើយយើងប្រើនៅក្នុងលក្ខខណ្ឌដែលយើងចាំបាច់ប្រើឧទាហរណ៍ថាយើងត្រូវតែបើកកង្ហាវាដោយសារតែយើងក្តៅយើងត្រូវការកង្ហាអាហ្នឹងមានន័យថាវាអត់អីទេដោយសារតែជាតម្រូវការចាំបាច់យើងត្រូវការបើកម៉ាស៊ីនត្រជាក់តួយ៉ាងដូចខ្ញុំអញ្ចឹងខ្ញុំទៅថតនៅក្នុង studio នេះខ្ញុំត្រូវការបើកម៉ាស៊ីនត្រជាក់គឺវាចាំបាច់ត្រូវតែប្រើម៉ាស៊ីនត្រជាក់ខ្ញុំត្រូវការបើកភ្លើងដើម្បីឲ្យលឺនៅក្នុងការថតនឹងកាន់តែប្រសើរអញ្ចឹងមានន័យថាវាជាតម្រូវការចាំបាច់តែប្រសិនបើខ្ញុំបើកកង្ហាចោលមានន័យថាខ្ញុំអត់ប្រើប្រាស់ទេអញ្ចឹងមានន័យថាវាអត់ចាំបាច់ដែលខ្ញុំត្រូវបើកចោលទេកន្លែងហ្នឹងដែលធ្វើឲ្យយើងខាតភ្លើងហើយបើយើងដាំបាយហើយយើងដោតឌុយនៃឆ្នាំងបាយរបស់យើងចោលមានន័យថាវាធ្វើឲ្យស៊ីធម្មពលព្រោះវាទៅធ្វើឲ្យបាយហ្នឹងងុំកម្ដៅរហូតហើយបើសិនជាយើងបើកអំពូលចោលមានន័យថាយើងខាតថ្លៃអគ្គិសនីទៅលើអំពូលហ្នឹងឯងដូចខ្ញុំបញ្ជាក់ខាងដើមមិញអញ្ចឹងថាប្រសិនបើមួយមុខបន្តិចហើយដល់ខែអាកំហាត់នៃការខ្ជះខ្ជាយរបស់យើងហ្នឹងខ្ញុំអាចនិយាយថាវាជាការខ្ជះខ្ជាយដោយសារតែយើងបើកចោលដោយសារតែយើងអត់ប្រើប្រាស់អញ្ចឹងអាខ្ជះខ្ជាយហ្នឹងឧបមាថាវាអស់10000រៀល20000រៀលមានន័យថាវាត្រូវចេញលុយពីហោប៉ៅរបស់យើងអាហ្នឹងចំណុចទី1ចំណុចមួយទៀតដែលខ្ញុំចង់ផ្ដោតទៅលើចំណុចកន្លែងទី5ហ្នឹងដែរកន្លែងហ្នឹងធ្វើឲ្យយើងខាតកំហាត់នៅក្នុងការប្រើប្រាស់ទៅលើសម្ភារៈទាំងអស់ហ្នឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងនឹងពូលដែលខ្ញុំទិញមកគឺមាន1500វ៉ាត់មាន5000វ៉ាត់ឬក៏10000ដូចជា50000វ៉ាត់អញ្ចឹងនៅពេលដែលយើងប្រើអស់1500វ៉ាត់5000វ៉ាត់ឬក៏15000វ៉ាត់ឬក៏50000វ៉ាត់មានន័យថាទៅពេលដែលយើងប្រើអស់ម៉ោងវាទៅគឺអំពូលនឹងចាប់ដើមអ៊ីវចាប់ដើមភ្លឺតិចឬក៏ចាប់ដើមក្រហមចាប់ដើមរលត់ចាប់ដើមប្រើឡើងកើតហើយយើងត្រូវការផ្លាស់ប្ដូរវាទៅទិញថ្មីអញ្ចឹងបងប្អូនបញ្ជាក់ថាការប្រើប្រាស់អគ្គិសនីបងប្អូនគួរតែ check មើលនៅក្នុងផ្ទះរបស់យើងតើការប្រើប្រាស់ណាដែលចាំបាច់យើងគួរតែប្រើការប្រើប្រាស់ណាដែលមិនចាំបាច់យើងគួរតែកាត់បន្ថយពីព្រោះយើងពិបាករកលុយណាស់បងប្អូនទៅចាំថាលុយកាក់ដែលយើងរកបានចំណូលដែលយើងរកបានជាប្រចាំហ្នឹងវាត្រូវការប្រើប្រាស់ពេលវេលារបស់យើងការប្រើប្រាស់នៅធម៌ពលរបស់យើងការប្រើប្រាស់នៅសមត្ថភាពរបស់យើងហើយបើសិនជាយើងខ្ជះខ្ជាយនៅក្នុងផ្នែកណាមួយនៃការរស់នៅប្រចាំថ្ងៃរបស់យើងនោះមានន័យថាស្មើនឹងយើងចំណាយនៅពេលវេលារបស់យើងដើម្បីដោះដូរជាមួយទៅនឹងប្រាក់ខែឬក៏ចំណូលនោះមានន័យថាធ្វើឲ្យយើងខាតបង់ធ្វើឲ្យយើងអាសាបង់ជាមួយទៅនឹងពេលវេលាជារួមមកវិញថា5ចំណុចទី1ដែលពាក់ព័ន្ធមួយការទទួលទានអាហារនៅផ្ទះគឺជាមធ្យោបាយមួយដែលល្អប្រសើរបើសិនជាយើងអាចធ្វើទៅបានវាជួយកាត់បន្ថយនៅក្នុងការចំណាយរបស់យើងយ៉ាងច្រើនអានឹងបញ្ហាទី1បញ្ហាទី2គឺសំខាន់វាផ្ដល់នៅសុខភាពរបស់យើងល្អជាងដែលយើងញ៉ាំឬក៏ទទួលទាននៅខាងក្រៅទី2ពាក់ព័ន្ធមួយការហាត់ប្រាណដូចខ្ញុំបានលើកអញ្ចឹងការហាត់ប្រាណអ្វីត្បិតតែនៅកន្លែងហាត់ប្រាណនៅខាងក្រៅមានសម្ភារៈគ្រប់គ្រាន់មែនប៉ុន្តែមិនមែនមានន័យថាការហាត់ប្រាណរបស់យើងជាប្រចាំឬក៏តាម schedule ដែលយើងមាននោះហើយយើងត្រូវទៅហាត់ប្រាណជាមួយទៅនឹងសម្ភារៈទាំងអស់នោះក្នុងពេលតែមួយទេអញ្ចឹងបើសិនជាអាចពេលខ្លះយើងអាចមានសម្ភារៈ material ខ្លះដែលយើងអាចហាត់ប្រាណនៅផ្ទះបាននោះមានន័យថាយើងអាចកាត់បន្ថយនៅក្នុងការចំណាយតែបើសិនជាចាំបាច់ឬក៏កលៈទេសៈណាមួយដែលតម្រូវឲ្យបងប្អូនឬក៏អ្នកនរគ្នាត្រូវតែទៅ gym នៅកន្លែងខាងក្រៅនៅ club អានោះខ្ញុំលើកខាងអញ្ចឹងថាវាមិនជាបញ្ហាទេចំណុចទី3ពាក់ព័ន្ធមួយការញ៉ាំកាហ្វេបងប្អូននឹងស្រាប់ហើយកាហ្វេ brand ជាកាហ្វេដែលផ្ដល់នូវសុខភាពមានន័យថា brand ល្អមានន័យថាស្មើនឹងពាក្យថាការផ្ដល់សេវាកម្មនឹងកាន់តែ high quality អញ្ចឹងផ្ដល់មកវិញជាមួយទៅនឹងសុខភាពល្អមកវិញប៉ុន្តែក្នុងន័យនោះមិនមែនមានន័យថាយើង
ផឹកកាហ្វេសុខភាពលុះត្រាតែយើងទៅផឹកនៅខាងក្រៅទេការទទួលទានកាហ្វេនៅផ្ទះមិនមែនមានន័យថាជាការទទួលទានកាហ្វេដែលអត់មានគុណភាពទេអាស្រ័យទៅលើការរៀបចំនិងច្នៃរបស់អ្នកទាំងនេះទេថាតើយើងអាចញ៉ាំកាហ្វេនៅផ្ទះខ្លួនយើងនឹងដោយវិធីណាកាហ្វេមានប្រភពពីណាហើយយើងធ្វើយ៉ាងម៉េចដើម្បីឲ្យទី1វាកាត់បន្ថយចំណាយរបស់យើងហើយទី2វានៅតែផ្ដល់នៅផាសុកភាពឬក៏គុណភាពនៃកាហ្វេនោះមកដល់សុខភាពរបស់យើងដោយដែលយើងទទួលទាននៅខាងក្រៅចំណុចទី4ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឬក៏ការបោកសម្លៀកបំពាក់ដូចខ្ញុំបានលើកខាងដើមអញ្ចឹងថាការបោកសម្លៀកបំពាក់បើសិនជាអ្នកនរគ្នាអាចបោកខ្លួនឯងបានឬក៏មានម៉ាស៊ីនបោកខោអាវហើយយើងព្យាយាមច្នៃបោកអ៊ុតខ្លួនយើងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាទោះបីរវល់យ៉ាងណាក៏ដោយក៏មានពេលសៅរ៍អាទិត្យក៏មានពេលចុងសប្តាហ៍ឬក៏មានពេលយប់ឬក៏មានពេលណាមួយដែលយើងអាចមានពេលទំនេរខ្លះក្រៅពីការធ្វើការងារនិងការកំសាន្តក៏យើងនៅតែមានពេលខ្លះដែលយើងអាចឆ្លៀតនៅក្នុងការធ្វើខ្លួនឯងដែរអ្វីដែលសំខាន់នោះគឺតើយើងពេញចិត្តឬក៏ចង់ឆ្នៃឬក៏ចង់ឆ្លៀតនៅក្នុងការធ្វើនឹងដើម្បីដោះដូរជាមួយទៅនឹងការចំណាយខាងក្រៅដែលយើងជួលឲ្យគេបោកសម្លៀកបំពាក់ជួលឲ្យគេអ៊ុតឲ្យយើងអត់អានេះជាអ្វីដែលយើង commitment នៅក្នុងការកាត់បន្ថយយើងហៅថា reusing អា cost ដែលយើងចំណាយជាប្រចាំខែរបស់យើងឬក៏ប្រចាំថ្ងៃរបស់យើងនឹងចំណុចទី5និយាយអំពីការប្រើប្រាស់នៅអគ្គិសនីដូចដែលខ្ញុំបានលើកឡើងខាងដើមអញ្ចឹងថាអ្នកនរគ្នាគួរតែពិនិត្យបច្ច័យឬក៏ពិនិត្យឡើងវិញពាក់ព័ន្ធជាមួយទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងនៅក្នុងផ្ទះរបស់យើងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អគ្គិសនីកន្លែងណាដែលអាចកាត់បន្ថយបានបងប្អូនគួរតែច្នៃកាត់បន្ថយទៅកន្លែងណាដែលកាត់មិនបានវាចាំបាច់អានោះមានន័យថាយើងនៅតែប្រើវាដដែលអញ្ចឹង5ចំណុចនេះសង្ឃឹមថាជា tip ឬក៏ជាបំណិនជាយោបល់ជាគំនិតមួយជ្រុងមួយផ្នែកដែលអាចជួយឲ្យបងប្អូនពិចារណាឡើងវិញនៅក្នុងការមើលអំពីសកម្មភាពរបស់យើងប្រចាំថ្ងៃមិនមែនមានន័យថាខ្ញុំនិយាយបែបនេះនឹងគឺចង់ឲ្យតែបងប្អូនសូម្បីតែខ្ញុំខ្លួនឯងនឹងលើកយកប្រធានបទនឹងយកមកទៅជែកយកមកនិយាយយកមកចែកម្លែកហ្នឹងក៏ខ្ញុំត្រូវពិនិត្យមើលអំពីសកម្មភាពរបស់ខ្ញុំប្រចាំថ្ងៃនឹងដែរថាតើចំណុចទាំង5ហ្នឹងកន្លែងណាដែលខ្ញុំអាចច្នៃបានដើម្បីកាត់បន្ថយចំណាយរបស់ខ្ញុំដូចជាការហាត់ប្រាណដូចជាកាហ្វេដូចជាការប្រើប្រាស់អគ្គិសនីជាដើមហ្នឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយសង្ឃឹមថាវីដេអូមួយនេះនឹងក្លាយទៅជាបំណិនសម្រាប់អ្នកនរគ្នាហើយក៏អាចជួយអ្នកនរគ្នាឲ្យរីកចម្រើនជាពិសេសគឺអាចជួយឲ្យអ្នកនរគ្នាទទួលបានបទពិសោធន៍មួយហើយនៅក្នុងការសន្សំលុយនៅក្នុងការទុកដាក់លុយនៅក្នុងការចំណាយលុយដើម្បីឲ្យយើងអាចរីកចម្រើនទៅមុខទាំងអស់គ្នាជាចុងបញ្ចប់សូមអ្នកនរគ្នាកុំភ្លេចចូលទៅ Subscribe ឬក៏ឲ្យសញ្ញាមេដៃឬក៏មានយោបល់មានមតិអីបងប្អូនអាច comment នៅខាងក្រោមហើយបើឃើញខ្ញុំនៅក្នុង page បងប្អូនអាចជួយ follow ទៅលើ page របស់ខ្ញុំផងពីខ្ញុំភិរមសូមអរគុណសូមជម្រាបលា